ការលៀន DJK ចាំមួយជើងមើលវីដេអូហ្នឹងអញ្ចឹងយើងសដកមកទៀតណាបធូទុកចោល30វិនាទីទៅហើយសម្រាប់បាទហើយសម្រាប់ថ្ងៃនេះខ្ញុំទទួលបាននៅ comment មួយដែលគាត់សួរថាការឈឺចង្កេះឬក៏លៀនដេកដំបូងបំផុតហ្នឹងតើយើងគួរធ្វើលំហាត់ប្រាណដោយតែបងធ្វើនឹងបានឬអត់មានន័យថាលំហាត់ប្រាណដែលខ្ញុំធ្វើកាច់ម៉ាស៊ីន Romancia នេះងើបចុះឡើងចំពោះការលៀនឌីសដំបូងគឺមានការឈឺចាក់មួយជើងបាទគឺអោនអត់ចុះបាទគឺពិបាកដើរឬខ្សោយជើងអីជាដើមឡាក់ហ្នឹងយើងអត់អាចធ្វើលំហាត់ប្រាណខ្លាំងដូចខ្ញុំបានធ្វើនឹងទេបាទអត់អាចធ្វើបានទេប៉ុន្តែយើងអាចធ្វើស្រាលសិនពន្យឺតតិចសិនមុននឹងឈានទៅដល់លំហាត់ប្រាណខ្លាំងនៃការពង្រឹងហើយខ្ញុំសូមបញ្ជាក់ថាការឈឺចង្កេះឬក៏ការលៀនឌីសហ្នឹងវាមានតាមកម្រិតវាមានតាមដំណាក់កាលនៃការឈឺរបស់វាជំងឺខ្លះมันអាចព្យាបាលដោយការហាត់ប្រាណมันអាចព្យាបាលដោយការធ្វើសរសៃអីហ្នឹងបានទេគឺត្រូវវះកាត់ហើយនៅក្នុងលំហាត់នេះខ្ញុំគ្រាន់តែនិយាយតាក់ទងខ្លះដែលតាក់ទងទៅនឹងជំងឺលៀនឌីសដោយដែល comment បងប្រុសគាត់បានសួរនឹងទេមិនមែនជាលំហាត់ប្រាណដែលអាចដោះស្រាយទាំងស្រុងនៅលំហាត់លៀនឌីចកេះនោះទេតែគ្រាន់តែជាអ្វីដែលខ្ញុំបានយល់ខ្លះតាក់ទងទៅនឹងជំងឺលៀនឌីសហ្នឹងអញ្ចឹងហើយដំបូងបំផុតខ្ញុំនាំអ្នកទាំងអស់គ្នាធ្វើលំហាត់ប្រាណដែលខ្ញុំបានគិតដែលខ្ញុំបានយល់តាក់ទងទៅនឹងលំហាត់លៀនឌីចកេះឥឡូវនេះចាប់ផ្ដើមធ្វើជាមួយនឹងខ្ញុំទាំងអស់គ្នាមានកម្រាលបែបហ្នឹងដោយដែលខ្ញុំបានក្រាលឬក៏ស្អីទន់ចំពោះអ្នកដែលឈឺដំបូងបំផុតគឺយើងអត់អាចធ្វើអីបានយើងសម្រាប់បែបហ្នឹងសិនហើយយើងលើកជើងយើងឡើងលើតិចយើងលើកជើងតិចយើងទាញពន្យឺតតិចសិនទៅបានហើយបាទទាញពន្យឺតតិចបាទតិចបាទធ្វើដូចខ្ញុំប៉ុណ្ណឹងសិនមកយើងធ្វើតិចរហូតដល់20ជុំបាទ20ជុំមានន័យថា20ដងមិន20ជុំទេគឺ20ដងឬក៏15ដងអីសិនទៅបានហើយបើសិនជាធ្វើទៅលើកទៅវាឈឺខ្លាំងត្រឹមតែ5 6ទៅយើងសម្រាកហើយយើងធ្វើខាងនេះម្ដងយើងធ្វើសងខាងទៅដើម្បីឲ្យវាមានតុល្យភាពនឹងគ្នាបាទហើយប៉ុណ្ណឹងទៅសម្រាកសិនបន្ទាប់មកយើងអាចដាក់ដៃលើពោះយើងមួយហើយដាក់លើទ្រូងយើងមួយយើងដកដង្ហើមចេញចូលទៅហ្នឹងយើងដកដង្ហើមចេញចូលទៅទៀតមកតោះបាទយើងធ្វើ3ជុំ12ហើយយើងធ្វើ3ជុំ12យើងធ្វើ3ជុំអ្នកទាំងអស់គ្នាមើលតាមគំរូខ្ញុំហ្នឹងណាហ្នឹងហើយប៉ុណ្្នឹងមកយើងធ្វើប៉ុណ្្នឹងទៅហើយទៀតសោតធ្វើហើយសម្រាប់មួយថ្ងៃលំហាត់បាត់មិញដូចខ្ញុំធ្វើមិញហ្នឹងមួយថ្ងៃយើងធ្វើ3ដងអីទៅបើសិនជាយើងមានពេលយើងធ្វើ3ដងបានអត់អីទេអត់មានបញ្ហាអត់មានប៉ះពាល់ទៅដល់ទំនាប់ឌីសទេយើងអាចធ្វើបានបាទឬក៏2ម៉ោងយើងសម្រាប់ម្ដងហើយយើងធ្វើម្ដងទៀតបន្ទាប់មកខ្ញុំសូមណែនាំអ្នកទាំងអស់គ្នានៅម៉ាស៊ីនមួយនេះយើងមិនបាច់ចាំដកពយួរនៅរបាទេនៅពេលយើងដកពយួរឧទាហរណ៍ថាយើងពយួរនៅពេលដែលយើងតម្លាក់ខឹបបាទឧទាហរណ៍ថាយើងពយួរអញ្ចឹងស្រាប់ដល់ពេលយើងជ្រុលដៃយើងតម្លាក់ចុះទំនាប់ឌីសដៃវាគៀបបាទទំនាប់ឌីសដៃវាគៀបអ្នកអស់គ្នាមើលទំនាប់ឌីសដៃវាគៀបនៅពេលដៃយើងតម្លាក់ខឹបវាទៅជាភឹបឈឺលើដើមវាអាចនឹងមានបញ្ហាឈឺលើដើមក៏ថាបានដែរអានេះគ្រាន់តែជាការគិតនិងយល់របស់ខ្ញុំទេអញ្ចឹងខ្ញុំសូមណែនាំទាំងអស់គ្នាឲ្យប្រើម៉ាស៊ីនបែបនេះគឺវាងាយស្រួលអញ្ចឹងយើងដាក់ដៃប៉ុណ្ណេះមកនេះដាក់ដៃប៉ុណ្ណឹងហើយយើងធ្វើស្រាលទុកចោល20ឬក៏30វិនាទី20ឬក៏30វិនាទីហើយយើងសម្រាប់ឃើញយើងស្រួលកាន់បាទយើងស្រួលកាន់យើងស្រួលលើកអញ្ចឹងមកធ្វើម្ដងទៀតនេះអ្នកដែលមានបញ្ហាលៀនឌីចកេះអាចមើលវីដេអូនេះដំបូងបំផុតការលៀនឌីចកេះចាក់មួយជើងមើលវីដេអូហ្នឹងអញ្ចឹងយើងសដកមកទៀតណាបធូទុកចោល30វិនាទីទៅហើយសម្រាប់
យើងធ្វើពី6ឬក៏8ដងបាទ6ឬក៏8ដងសម្រាប់1នាទីយើងធ្វើម្សាទៀត6ទៅ8ដងសម្រាប់1នាទីហើយយើងធ្វើ3ទៅ5ដង3ទៅ5ដងទៅហើយសម្រាប់2ម៉ោងក្រោយយើងអាចធ្វើម្សាទៀតបាទតែធ្វើតិចតិចបានហើយកុំសដកខ្លាំងហើយកុំឲ្យទុកយូរល្មមបានហើយសម្រាប់សិនចន្លោះប្រហែលថ្ងៃដំបូងដែលមានការឈឺចាប់ខ្លាំងឬក៏មួយសប្តាហ៍ដំបូងនេះយើងធ្វើដូចដែលខ្ញុំបានរៀបរាប់ប្រហែលនេះប្រហែលលំហាត់នេះលើកជើងមួយដាក់ដៃលើពោះមួយបាទដាក់ដៃលើពោះមួយលើកជើងមួយហើយសណ្ដកម៉ាស៊ីននេះមួយបាទសណ្ដកម៉ាស៊ីននេះមួយបាទអញ្ចឹងហើយបន្ទាប់ចុងក្រោយយើងប្រើខ្សែក្បាត់ចង្កេះខ្សែក្បាត់ចង្កេះគឺយកខ្សែក្បាត់ណាដែលវាស្រួលល្មមដែលអាចជួយទប់លំនឹងយើងមកល្មមដែលយើងអាចគ្រប់គ្រងឬក៏វាគិតថាអ្នកទាំងអស់គ្នាគិតថាស្រួលអញ្ចឹងហ្នឹងនេះប៉ុណ្្នឹងមកប៉ុណ្្នឹងហើយយើងរឹតបាទពេលដែលយើងដើរឆ្ងាយឬក៏យើងជិះឡាននេះគឺសម្រាប់តែអ្នកដែលមានបញ្ហាលៀនឌីជីថលប៉ុណ្ណោះបាទសម្រាប់អ្នកដែលមានបញ្ហាលៀនឌីជីថលប៉ុណ្ណោះទប់ប៉ុណ្្នឹងអឹបទប់អញ្ចឹងហើយយើងដើរបាទយើងដើរសិនទៅនៅក្នុងសប្តាហ៍ដំបូងគឺយើងត្រូវប្រើឧបករណ៍ទាំងអស់ហ្នឹងឲ្យលំហាត់ប្រាណស្រាលប៉ុណ្ណឹងនៅពេលដែលថយការឈឺចាប់ចាំយើងបង្កើនលំហាត់ប្រាណបន្ថែមទៀតហើយចំពោះអ្នកទាំងអស់គ្នាដែលមានចម្ងល់ដែលសួរដែលតាក់ទងទៅនឹងលំហាត់ប្រាណចង់ឲ្យខ្ញុំរៀបចំលំហាត់ប្រាណឲ្យក៏បានដែរអាចទំនាក់ទំនងតាមលេខទូរស័ព្ទឬក៏តាមឆាតរបស់ខ្ញុំបានបាទមួយទៀតបើសិនជាត្រូវការម៉ាស៊ីនក៏អាចតាក់ទងបានដែរឬក៏យើងមានហើយក៏ស្រួលដែរងាយស្រួលនៅពេលដែលក្រោយខ្ញុំធ្វើលំហាត់ប្រាណតាក់ទងទៅនឹងឧបករណ៍ទាំងអស់ដែលខ្ញុំមានគឺបានធ្វើនៅផ្ទះដោយខ្លួនឯងព្រោះខ្ញុំចង់បង្កើតកន្លែងហាត់ប្រាណមួយដោយមិនមានឧបករណ៍អីច្រើនហើយសាំញ៉ាំមិនចំណាយលុយច្រើនអស់រាប់ពាន់ដើម្បីរៀបចំកន្លែងហាត់ប្រាណរបស់អ្នកទាំងអស់គ្នាទេអញ្ចឹងក្រុមគ្រាន់តែធ្វើឲ្យងាយស្រួលសម្រាប់អ្នកទាំងអស់គ្នាដូច្នេះនៅក្នុងវីដេអូនេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នានិងបងប្រុសដែលគាត់បានសួរដែលតាក់ទងទៅនឹងបញ្ហាលីឌីនិងលំហាត់ប្រាណតើយើងគួរធ្វើបែបណាបើសិនជាយើងមានបញ្ហាលៀនឌីដំបូងហើយនៅការជិះចាប់ដូច្នេះលំហាត់3ដែលខ្ញុំបានធ្វើនេះគឺអ្នកទាំងអស់គ្នាអាចយកទៅអនុវត្តនៅក្នុងសប្តាហ៍បន្ទាប់ប៉ុន្តែខ្ញុំសូមប្រាប់ថាមិនមែន3លំហាត់នេះគឺធ្វើឲ្យយើងជាអំពីការលៀនឌីនឹងទេបាទមិនមែនទេដូចខ្ញុំនិយាយខាងដើមជំងឺលៀនឌីគឺវាខុសគ្នាហើយអ្នកខ្លះបើត្រូវវះកាត់គឺវះកាត់មិនអាចធ្វើលំហាត់ប្រាណបានដោយសារតែមានការឈឺចាប់ខ្លាំងពេកដោយសារតែការធ្លាក់ស្អីៗចឹងទៅបាទអ្នកទៅនឹងការតាមជំនាញរបស់ពេទ្យមួយដែលបងប្អូនបានទៅជួបពួកគាត់ដូច្នេះនៅក្នុងវីដេអូរបស់ខ្ញុំមានតែលំហាត់ប្រាណសម្រាប់អ្នកទាំងអស់គ្នាដើម្បីយកទៅអនុវត្តបាទជួបគ្នានៅវីដេអូក្រោយបើមានចម្ងល់កុំភ្លេចតាក់ទងបាទបើជួបគ្នានៅវីដេអូក្រោយនៃវីដេអូលំហាត់ប្រាណ